ពេលដែលយើងមានពេលទំនេរហ្នឹងហើយយើងផ្ដោតចិត្តក្នុងការស្ដាប់នៅពធក្នុងការដែលយើងបានទំនេរពីកិច្ចការងារហើយពុទ្ធបរិស័ទផ្ដោតចិត្តនៅក្នុងការស្ដាប់ខ្លះទៅនឹងបានជាប្រយោជន៍ហ្នឹងហើយព្រោះតែកាលណាវាយើងវាបងចាក់អំពីការស្ដាប់នៅធัวហ្នឹងក៏យើងវាស្មាយស្មុកច្រើនណាបងបើនិយាយរួមទៅជីវិតរបស់យើងនឹងវាអត់មានបុគ្គលណាមួយដែលវាត្រូវបានកិច្ចផុតអំពីអាសភាពនៃការកើតទុក្ខណាចឹងទុក្ខកង្វល់ពីមួយថ្ងៃទៅមួយថ្ងៃនោះវាច្រើនណារាប់កណនាទៅវារាប់អស់ហ្នឹងហើយណាហើយមួយថ្ងៃពីមួយថ្ងៃទៅហើយសំច្រើនទៅវាຕົកនៅក្នុងសន្តាននឹងច្រើនចឹងហើយបានខ្ញុំកណ្ដាលអាត្មាភាពដាក់ចំណងជើងថាຕົកកង្វល់ក្នុងចិត្តញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបងយើងក៏បានដឹងហើយថានៅក្នុងដំណើរជីវិតទាំងអាត្មាទាំងញាតិញោមពុទ្ធបរិស័ទនេះអ្នកណាមួយដែលថាมันមានទុកក៏អត់មានទេណាញាតិញោមពុទ្ធបរិស័ទអ្នកមានទុកបែបអ្នកមានអ្នកក្រទុកបែបអ្នកក្រគេណាញាតិញោមណានឹងវាអត់មាននរណាមួយកិច្ចផុតអំពីសភាពនៃការកើតទុកបានទេហ្នឹងហើយអ្នកមានហ្នឹងក៏ទុកបែបអ្នកមានអ្នកក្រហ្នឹងក៏ទុកបែបអ្នកក្រអ្នកក្រហ្នឹងទុកបែបថាពេលដែលយើងខ្វះខាតអាហារហូបចុកឬក៏ថ្នាំដង្កូវសម្រាប់ព្យាបាលឬក៏ទុកឲ្យកូនរៀនសិក្សាឬក៏ខ្លួនឯងចិញ្ចឹមជីវិតហ្នឹងវាកង្វល់នៅក្នុងការរកអាហារឃើញទេហើយផ្ទះហ្នឹងក៏លំបាករខិរខៈរស់នៅហ្នឹងដោយទុកលំបាកអាហ្នឹងយើងសម្រាប់អ្នកខ្សត់ក៏ប៉ុន្តែសម្រាប់អ្នកមានខ្លះទៀតណាមានឡានមានលុយមានវិឡាធំប៉ុណ្ណាក៏ដោយញាតិញោមពុទ្ធបរិស័ទតែគាត់នៅមាននៅសេចក្តីទុកបែបអ្នកមានទៀតអញ្ចឹងញាតិញោមពុទ្ធបរិស័ទត្រូវចាំថាអ្នកមានក៏មានទុកអ្នកក្រក៏មានទុកដែរពីព្រោះអីពីព្រោះអ្នកមានខ្លះនឹងគាត់មិនលំបាកតាមផ្លូវកាយនៅក្នុងការទៅរកស៊ីទទួលទានមានការធ្វើការងារធ្ងន់លីសែងលំបាកក្នុងការមិនលំបាកក្នុងការរស់នៅដោយអត់មានចម្រោកមែនក៏ប៉ុន្តែសភាពនៃផ្លូវចិត្តសភាពនៃការខ្វល់ខ្វាយក្នុងការគិតនោះវាលំបាកជាងយើងទៅទៀតបាទក្នុងការគិតនឹងពីព្រោះអីពីព្រោះអ្នកមាននឹងគាត់នឹងឲ្យត្រូវការរកស៊ីភាគហ៊ុនច្រើននឹងគិតជី100គិតមើលការងារនឹងសពទៅគ្រប់បែបមុខទាំងអស់ឬក៏ថាចំណេញខាតអីហ្នឹងគឺថាពេលខ្លះហ្នឹងពិបាកនឹងការរកសម្រាប់ដូចយើងផងហ្នឹងដូចថាយើងខ្សត់លំបាកហ្នឹងគឺមានការមិនសូវជាគិតប្រមាណទេហ្នឹងហើយហ្នឹងបើយើងរកទៅស៊ីឈ្នួលគេបានប្រាក់ទៅហ្នឹងហើយបានមកចិញ្ចឹមកូនមានថវិកាឲ្យកូនរៀនទៅអាហ្នឹងយើងដឹងថាពីធ្វើការហ្នឹងហើយក្នុងការងារមួយកន្លែងហ្នឹងទៅតែសម្រាប់អ្នកដែលគ្រប់គ្រងធំអ្នកដែលបើកក្រុមហ៊ុនធំពី3កន្លែងអីហ្នឹងមិនមែនត្រឹមគិតទៅថាមានលុយឲ្យកូនរៀនបង់ទឹកថ្លៃភ្លើងប៉ុណ្ណឹងឯងវាត្រូវគិតចំណូលចំណាយត្រូវគិតទៅលើការមើលការខុសត្រូវហ្នឹងឯងអញ្ចឹងណាអញ្ចឹងពេលខ្លះទៅយប់ហ្នឹងក៏មិនសូវបានសម្រាប់ពេលថ្ងៃហើយក៏លំបាកគេនេះឬក៏ថារកពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងដើម្បីជួបជុំក្រុមគ្រួសារហ្នឹងក៏លំបាកផងនឹងញាតិញោមពុទ្ធបរិស័ទដែលធ្លាប់លើពាក្យថារវល់ភ្លេចស្លាប់ទេញាតិញោមពុទ្ធបរិស័ទមានណាហ្នឹងហើយដូចជានៅក្នុងពុទ្ធសាសនាក៏លោកលើកដែរនឹងអាចារ្យខ្លះលោកបង្រៀនធម៌បង្រៀនអីទៅលោកអត់មានពេលណាមកគ្រប់ប្រតិបត្តិអីទេឡែកតែបង្រៀនគេនឹងបង្រៀនចេះកូនសិស្សហ្នឹងគេធ្វើកម្មដ្ឋានគេចម្រើនធម៌ហ្នឹងបានសម្រេចគុណធម៌អស់អាចារ្យហ្នឹងនៅបង្រៀនគេហ្នឹងអត់បានសម្រេចទេអញ្ចឹងរវល់ហ្នឹងឃើញទេញាតិញោមពុទ្ធបរិស័ទហ្នឹងហើយអញ្ចឹងវាអត់បានសម្រេចនៅគុណធម៌អីទេអញ្ចឹងអ្នកខ្លះទៅឃើញអាចារ្យហ្នឹងប្រហាត់ទៅគេបានសម្រេចគុណធម៌អស់លោកលើកមកថាអាចារ្យហ្នឹងរវល់រកពេលស្លាប់គ្មានគេទេអញ្ចឹងបានភ្ញាក់ខ្លួនហើយប្រឹងចម្រើនគុណធម៌ទៀតទៅមានអញ្ចឹងដែរហើយមនុស្សយើងថ្ងៃក៏អញ្ចឹងដែរ
នឹងការងារគ្រប់គ្រងបុគ្គលិកកលីកម្មករក្រុមហ៊ុននឹងច្រើននឹងឃើញតែជិះឡានទំនើបឃើញតែលុចស៊ីឃើញតែសេរីល្អហ្នឹងមិនមែនថាគាត់មិនលំបាកណាអញ្ចឹងអ្នកមាននឹងទុកលំបាកបែបអ្នកមានរីឯអ្នកក្រក៏ទុកលំបាកបែបអ្នកក្រតែលើកទស្សនៈមកទាំងអស់នេះមិនមែនចង់ឲ្យយើងនឹងមិនគិតអីសោះទេតាមការពិតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងនឹងមាននៅការធ្វើនៅប្រយោជន៍សម្រាប់ខ្លួនឯងតាំងពីខាងដើមទៅនោះនឹងឲ្យមានការប្រឹងប្រែងព្យាយាមមិនខ្ជិលច្រអូសនឹងរក្សាទ្រព្យសម្បត្តិដែលខ្លួនឯងរកបានមកហើយឃើញទេញាតិញោមពុទ្ធបរិស័ទនឹងការប្រើប្រាស់ចាយវាអីហ្នឹងរស់នៅហ្នឹងគឺព្រះពុទ្ធព្រះអង្គទ្រង់ប្រាប់ទៅទាំងអស់ហ្នឹងហើយរស់នៅក្នុងបច្ចុប្បន្នហ្នឹងត្រូវតែធ្វើអីគឺមានអញ្ចឹងគ្រាន់តែថាចង់និយាយថាមនុស្សយើងវាអញ្ចឹងណាវាមានសភាពនៃការទុកកង្វល់ហ្នឹងបើមិនគិតបើមិនពិចារណាទេវាមិនអាចទៅរួចរស់នៅក៏វាមិនស្រួលអញ្ចឹងវាត្រូវតែទុកលំបាកនឹងឯងអញ្ចឹងជីវិតនឹងឯងវាជាទុកកង្វល់ហើយកង្វល់ហ្នឹងវានៅក្នុងចិត្តហ្នឹងអាហ្នឹងយើងនិយាយជីវិតហ្នឹងឲ្យចុះបើតម្រាំទៅរស់នៅក្នុងរឿងរ៉ាវទាំងឡាយគ្រប់បែបយ៉ាងញាតិញោមពុទ្ធបរិស័ទគេនេះម្ដងគេមើងងាយម្ដងគេបោកម្ដងយើងទៅរកស៊ីមិនចំណេញលំបាកទុកគេនេះគ្រប់តបែបយ៉ាងនឹងរកមិនបានហើយនឹងកូនឈឺផងប្តីឈឺផងម្ដាយឈឺផងគឺនេះទុកខ្លាំងណាស់ណាញាតិញោមពុទ្ធបរិស័ទហ្នឹងហើយនៅក្នុងហ្នឹងយើងមានតែបានភ្ញាក់ខ្លួនអីពេលខ្លះហ្នឹងពេលដែលបានហ្នឹងយើងអត់មានទុកទេណាដល់ពេលជួបដែលអត់បានលំបាកនោះនឹងបានដឹងថាមាននៅសេចក្តីទុកលំបាកយ៉ាងណាឃើញទេញាតិញោមពុទ្ធបរិស័ទអញ្ចឹងប្រឹងប្រែងទៅការងាររកស៊ីទៅប៉ុន្តែចង់ឲ្យដឹងថាជីវិតរបស់យើងនឹងវាស្ថិតនៅក្នុងសភាពជាទុកអញ្ចឹងអ្នកណាដែលថាមិនកង្វល់នៅក្នុងចិត្តនោះហ្នឹងហើយមានកង្វល់ច្រើនហ្នឹងហើយក៏ប៉ុន្តែគ្រាន់តែបែបផែននៃការគិតនៃការខ្វល់ហ្នឹងវាមានទៅតាមផ្នែកអញ្ចឹងទៅអ្នកខ្លះទៅគាត់ទោះបីជារស់នៅហ្នឹងដែលគាត់មានខ្ទមកំសត់តែជួបជុំញាតិមិត្តបងប្អូនក្រុមគ្រួសារនឹងកូនចៅកូននឹងក៏បានរៀននឹងរស់នៅនឹងមកល្មមរបស់គាត់ទៅសុខហ្មងក្រុមគ្រួសារហ្នឹងតែក្រុមគ្រួសារខ្លះទៀតមិនប្រកាសថាអញ្ចឹងឯងមានផ្ទះមានសម្បែងមានលុយឡានមែនតែគ្រប់គ្រងកូនអត់បានគ្រប់គ្រងប្រពន្ធអត់បានហើយឥឡូវនេះសម័យបច្ចុប្បន្ននេះមិនដឹងជាស្អីហ្នឹងញាតិញោមពុទ្ធបរិស័ទវាមានភាពមិនស្មោះត្រង់នឹងគ្នាហ្នឹងណាចឹងទៅមានលើសេចក្តីទុក្ខកង្វល់គ្រប់តបែបយ៉ាងណាហ្នឹងហើយមានអីវាអត់មានភាពស្មោះត្រង់នឹងគ្នាហ្នឹងមនុស្សឥឡូវហ្នឹងហ្នឹងហើយអ្នកខ្លះទៅក៏តូចចិត្តលំបាកចិត្តហ្នឹងហើយបាក់យូរទៅគិតថាបើអ្នកដតីគេបានប្រពន្ធបានសង្សាររបស់ខ្លួនហើយបើខ្លួនមិនបានទេហ្នឹងហើយអ្នកណាក៏មិនបានដែរសុខចិត្តគិតខ្លីអញ្ចឹងហ្នឹងហើយទៅធ្វើនៅរឿងមិនល្អហ្នឹងហើយមិនមែនទៅស្រួលអីហ្នឹងហើយតែគិតខុសបន្តិចទៅញាតិញោមពុទ្ធបរិស័ទឃើញនេះហ្នឹងហើយប្រឹងស្រឡាញ់ប្រឹងហួងហែងនឹងដល់ទៅពេលគេមិនស្រឡាញ់ដល់ពេលតែគេមិនងាករេមករកខ្លួនហ្នឹងហើយបែរជាគិតថាណាបានបើខ្លួនមិនបានគឺមិនបានទាំងអស់គ្នាបដូរផ្ដាច់ចឹងណាហ្នឹងហើយរហូតដល់ចោលម៉ែចោលឪឯងនឹងចាស់ជរាអ្នកដែលស្រឡាញ់គ្រប់គ្រងខ្លួនឯងនេះច្រើនកកូកបែរជាបដូរផ្ដាច់រហូតដល់ថាណាមិនបានបើមិនបានយើងទេអ្នកណាក៏មិនបានដែរណាអញ្ចឹងណាហើយអាហ្នឹងវាទុកកង្វល់ហ្នឹងដល់តែសម្រេចចិត្តខុសហ្នឹងហើយចូលទៅនៅក្នុងខុសច្បាប់ហ្នឹងអាចថាសម្រេចទៅនៅក្នុងមោហៈនៅក្នុងទោសៈហ្នឹងហើយអាភាពលោភហ្នឹងឯងនឹងប្រព្រឹត្តទៅទៀតគិតខុសទៅធ្វើរឿងមិនល្អហ្នឹងអាហ្នឹងចេញមកពីអាក្នុងសភាពទាំងអស់ហ្នឹងហើយនឹងវាទៅជាទុកវាទៅជាទោសខ្នោះគ្នានឹងឯងបងហ្នឹងឯងឃើញទេហើយទៅចូលនៅក្នុងសភាពទាំងអស់ហ្នឹងមកមានពេលណាមកធ្វើរឿងល្អនៅក្នុងជីវិតបាននោះអញ្ចឹងណាបងអញ្ចឹងបានថាមនុស្សសពសត្វគ្រប់រូបទាំងអស់ហ្នឹងវានៅក្នុងសភាពជាទុកអញ្ចឹងហើយណាហើយទុកហ្នឹងវារាប់អស់ទេណាញាតិញោមពុទ្ធបរិស័ទហើយទុកនៅក្នុងចិត្តហ្នឹងគឺថាជាសភាវៈដែលកើតឡើងញឹកញាប់បំផុតនៅក្នុងជីវិតមនុស្សគ្រប់រូបតាមពិត
tới nó tục tam phơi chất mình men cạt lao đòi miên mù là hạt nó tê hãy có viên miên đầm nọ sai ai chui dương nó tận lọp một được trong phiếp ngọc miên cầm lăng chặt mò muôn lăng bình đáy bàn tay thơ mạch bây dương cất tay bị rương còn vol khoai tới năng ấy được nông sập hiệp nắng việc thơ ở chặt nó với mình ngọc hay bây giờ mình xoay rồi ở phiếp ngọc được nông chặt đấy dương nó việc tục làm bạ khăn nè thấy cái dương ở đằng được nông bị thi đầm bay thưa dòng mấy cục krong rồi cả thả rầm sai nơi sẽ đây tục rồi bao dương nằng vừa ọt miên kịch đó bỏ đòn chân tới ca kịch rồi bao dương nó vừa tới kịch được nông rương tới tục na lụm ba na bàn tay dương ọt mau sặc xa ọt mau đạp ở vô lòng pi rư cô này ca tục được nông lời chặt nằng trong ban lộ ở dương riêng sặc xa đạp chẳng kê bình đất bị cha na vực hạt ao rum chỉ rơi nằng nè dương cùng ao lịch luôn á là ngày bị pro được nông đầm nào chỉ vật bao dương nó tập lịch luôn mình đang mình đòi từ nông việc đây tục nó việc cắn té miên sự việc của đào cả hai tờ hay tục nông chặt đấy phía cho nó biết men cao nằng lao trên bị pratica hàng cao tầng sông nó thế còn té nằng vía nằng này vía dòng mấy bỏ vía màu nơi nông chặt bao dương này hải dương nó cạt máu cơ thể càn là bờ được nông sập hiệp để dương kịch mình trời thế hạt nông chặt bao dương việc lôi to tranh tới được nông rương ra tàng lại nọ để nhận nhôm bột bọt sạch kịch khoai hô hẹt nếu việc tranh mau bị nói với men tranh mau tập bị khăn cao tay mà giang thì mau để sao để dương nó việc chọp chuẩn bị được nông cầm đất này ca khoai hô hẹt từng ngày nè chân tới việc chọp keng cho môi nâng rương ấy rương ở tây tạc ca còn long hùa rồi có thà bờ rom hùa hay nơi na cốt tạc ca bei vì mình toàn mặt đỏ men ở đây dùng bột bò sạt năng này chẳng nhận dùng bột bò sạt cất mới thức nhưng cái nát ma phim có tay lược máu rồi có con cha có bàn tay lược máu nữa hay lược máu nó men lược máu tờ sầm rạp ở nhận dùng để đáp đấy giờ máu bị cha na luôn ai đấy ta ca cất khoai hùa hay nó việc vừa dưới chọp keng chỉ mùi rương ở tây tạc ca đây còn lo hùa tới pe lá nhận đúng đấy việc men kịch ở việc ban tới chỉ phải giao chứ pe lá tới nọ rương để ớt phải giao vì môn màu nó dương vô màu tre đi kịch bị cha na hô hè đấy nhận dùng bật bỏ sạch chẳng về hùa cần long hùa ta hao ấy nè chẳng vô màu kịch cái này vì kịch nó vừa men ta rương pratica hàng cao tầng sòng để chúng ta rương để không chặt bao dương nâng ạ nhận nhôm bột bò sạch này nàng nhận nhôm là tới cất nó nàng ai rương ở tây tạc cao vì đây vì nó màu nàng nhôm lọp khai chỉ nè nhôm miên nhôm chỉ nè miên ở đây nhôm mà lo côn nhôm lo vấn đề là côn nó slap o nàng vật sân này nơi ở đây là o rồi có thạc nhôm nâng miên trọt sầm bát vì muôn màu nó mình đăng chỉ là o giang na thế cái đấy nọ tới cận trăng á phải thấy vì rương nó vì cần long hua tờ hai cái này cần long hua đòi việc ọt miên vừa tờ lọp màu nhé này ai dương qua đầm lược máu kết ta nông nằng rồi có thao bờ rom hô hai vì riêng ở na cốt đây mình toàn mà đó tam các bên dương mơ mệt đằng chỉ vật bỏ dương ruột nơi chỉ vật phải chăm ngày nữa nằng dương chế tờ bờ rom hô hai tới bột bò sát khẩn này vì ọt miên ở dương nâng bàn thừa ấy được nông bị giỏi ba chợ bòn nâng ở bàn là ó việc tờ bờ rom từ riêng ở na nó nâng đại vì mình toàn một đo dạng đi dạng đâu từ ta rương bay chợ bon để trâu luôn nơi nè dương ọt bàn thưa ở rương là o tê cái nét kịch ở là o tê chứ mau kịch mới bỏ ca khoai hô hai nắng viết tranh mau bị viết tranh mau bị không cầm đất bao dương đó nên ấy vì mình là pratica các việc cát lang đây bàn tay phía trán cứ dương tay miên được nông chặt bao dương nước về tràn thì cái đấy chẳng á ngày chẳng kịch á nhận dùng bật bò sạt hồ hai tên tài từ nó nâng anh đại đầu từ nâng ngày rương khăn phong rương ọp phong rương sờ lanh phong rương miên phong rương bàn phong tăng pina bên đây máu đâu nâng ngày hồ hai tới đây dọc cồn dọc đầy nâng cồn tẹt là
យកដៃនឹងដាក់លើថ្ងាសហើយជើងនឹងកងតាក់ខ្លាណោះញាតិញោមពុទ្ធបរិស័ទគិតរំពឹងមើលទៅហ្នឹងហើយយ៉ាងណាយ៉ាងណីទេនៅក្នុងជីវិតហ្នឹងណាដេកហូរទឹកភ្នែកនឹងសម្រែកយំតែខ្លួនឯងហ្នឹងក៏មានដែរឃើញទេនឹងដោយសារតែយើងនឹងគិតខ្វល់ខ្វាយហួសហេតុហ្នឹងហើយពីរឿងអតីតកាលឬក៏ថាបារម្ភរឿងអនាគតអញ្ចឹងណាញាតិញោមពុទ្ធបរិស័ទអញ្ចឹងយើងនឹងមាននៅសេចក្តីទុកនៅក្នុងចិត្តហ្នឹងណាហើយអាការរំពឹងទឹកខ្ពស់ពេកណាពេលខ្លះនៅពេលដែលយើងអត់បានដឹងអំពីតថភាពជាក់ស្ដែងណាមិនដូចអ្វីដែលយើងចង់បានណាហ្នឹងមិនដូចអ្វីដែលយើងគ្រោងទុកជាខ្លះយើងរំពឹងខ្ពស់បងដល់ពេលរំពឹងខ្ពស់ទៅវាអត់បានណាអាហ្នឹងក៏មាននៅសេចក្តីទុកខ្លាំងដែរដល់ពេលអញ្ចឹងញាតិញោមពុទ្ធបរិស័ទបងប្អូនអ្នករៀនអ្នកសិក្សាអ្នកធ្វើការងារថាបើយើងមិនរំពឹងទុកយើងធ្វើមិនបានទេអាហ្នឹងយើងរំពឹងយើងធ្វើទៅប៉ុន្តែគ្រាន់តែកុំឲ្យវាខ្ពស់ហួសហេតុពេកណាបងហ្នឹងណាព្រោះតែកាលណាយើងរំពឹងខ្ពស់ពេកវាច្រើនតែខកចិត្តណាញាតិញោមពុទ្ធបរិស័ទធ្លាប់ឮពាក្យហ្នឹងណាហ្នឹងហើយពេលខ្លះយើងរំពឹងថាប្រឡងឲ្យបានបន្ទុក 100% តែវាមិនបានប៉ុន្តែយើងត្រូវតែព្យាយាមមិនមែនថាមិនឲ្យគិតទេប៉ុន្តែកុំឲ្យរំពឹងខ្ពស់ពេកប្រឹងប្រែងព្យាយាមទៅហ្នឹងហើយឲ្យតែយើងប្រឹងទៅបានបន្ទុកបានប៉ុណ្ណាហ្នឹងវាមិនទៅចុកចាប់ពេកមែនទេញាតិញោមពុទ្ធបរិស័ទហ្នឹងហើយតែយើងរំពឹងខ្ពស់ពេកហ្នឹងហើយវាមានតែសេចក្តីទុកលំបាកហ្នឹងព្រោះអីព្រោះអ្វីដែលយើងគ្រោងទុកវាអត់បានដូចដែលយើងគ្រោងទុកហ្នឹងហើយអញ្ចឹងបានថារំពឹងខ្ពស់ពេកហ្នឹងវានាំបានដល់នៅសេចក្តីទុកពេកដែរហ្នឹងហើយព្រោះអីព្រោះវាមិនបានទៅវាខកចិត្តខកអំណងប៉ុណ្ណាហ្នឹងហើយមួយទៀតសេចក្តីក្រោធអាការដែលមិនពេញចិត្តកំហឹងហ្នឹងឃើញទេអញ្ចឹងការរក្សាទុកនៅការមិនពេញចិត្តចិត្តខឹងឬក៏គុំគួននៅក្នុងចិត្តហ្នឹងវាមិនខុសពីការដែលយើងរស់នៅហើយយើងអោបភ្លើងអោបដុំភ្លើងញាតិញោមពុទ្ធបរិស័ទដុំភ្លើងដល់ក្តៅហ្នឹងឬក៏ថាដុតដែកមកយើងយកមកអោបនឹងឲ្យក្តៅទៅអាហ្នឹងវាដុតរំលាយខ្លួនឯងនេះញាតិញោមពុទ្ធបរិស័ទណានឹងឬថាដូចយើងកាន់គប់ភ្លើងអាគប់ភ្លើងដែលវាឆេះទលោមហើយយើងកាន់វានឹងវាឆេះមកវាស្រក់ដល់ដៃហើយយើងអត់ព្រមលែងមែនទេហ្នឹងហើយអញ្ចឹងវាក្តៅអញ្ចឹងអាសភាពនៃការខឹងក្រោធហ្នឹងក៏អញ្ចឹងដែរហ្នឹងហើយញាតិញោមពុទ្ធបរិស័ទអ្នកដែលខឹងជាមួយកូនជាមួយប្តីជាមួយអីហ្នឹងហើយជាមួយណានាណីអីនៅជំវិញខ្លួនហ្នឹងវាសំដែងចេញមកនៃការមិនពេញចិត្តទាំងកំហឹងហ្នឹងចឹងតែយើងរសានៅភ្លើងកំហឹងហ្នឹងនឹងវាងុំនៅក្នុងដើមទ្រូងរបស់យើងហ្នឹងចឹងហើយពុទ្ធបរិស័ទមើលនឹងអ្នកដែលខឹងច្រើនអ្នកដែលប្រកាន់ខឹងក្រោធច្រើនហ្នឹងភាគច្រើនគឺនៅមិនសក់ទេញាតិញោមពុទ្ធបរិស័ទហើយបើទោះបីជាថាទៅណាទៅណីហ្នឹងវាទើសវាតាក់ច្រើននឹងប្រកាន់នឹងសម្ដីប្រកាន់នឹងកាប់អាកប្បកិរិយាអិរិយាបថអ្នកដទៃហ្នឹងណាញាតិញោមពុទ្ធបរិស័ទធ្លាប់ញាតិញោមហ្នឹងហើយតែយើងគួរតែដឹងទៅពេលខ្លះទៅអាកប្បកិរិយាឬក៏ការរស់នៅរបស់គ្នាធ្វើតែប៉ុណ្្នឹងហើយដល់ពេលយើងនោះវាប្រកាន់ខឹងខុសរឿងញាតិញោមពុទ្ធបរិស័ទវាទៅគិតថាគេនឹងមិនគោរពខ្លួនគេនឹងមិនអោយតម្លៃខ្លួនទៅវិញហើយអាធ្លាប់រស់នៅជាមួយគ្នាជុំវិញខ្លួនហ្នឹងដល់ពេលតែខ្លួនឯងនឹងវាចាប់ផ្ដើមមករឿងការខឹងក្រោធចាប់ផ្ដើមការមិនពេញចិត្តវាទៅជាបាត់បង់នៅភាពសុខឲ្យខ្លួនឯងហើយណាស្ដែងមកមុខកញើមុខមិនល្អហ្នឹងហើយមុខក្រហមហើយទៅលើមរឹករំលើកថានេះអានោះហ្នឹងហើយគេធ្វើឲ្យយើងខឹងនឹងសារនៅអេរិយាបថមិនល្អហើយយើងនោះស្ដែងចេញមកនៅការមិនពេញចិត្តឃើញអត់ញោមពុទ្ធបរិស័ទហ្នឹងវាមិនខុសអីថាយើងកំពុងតែអោបភ្លើងទេហ្នឹងហើយទាំងអាត្មាទាំងញាតិញោមក៏ដោយណាបើកាលណាយើងរសានៅភាពខឹងក្រោធគំនុំគុំគួនទុកនៅក្នុងចិត្តហើយអត់មានមកគិតថាយើងនឹងរៀនធម៌មិនរៀនធម៌អីទេព្រោះធម៌នេះវាទូទៅអត់មានថាគ្រូអភិធម្មគ្រូប្រសូតគ្រូវិន័យឬក៏ថាអ្នកបួសមិនបួសអីទេតែកាលណាយើង
ក្រោតនៅក្នុងចិត្តអ្នកល្បីមិនល្បីក៏ដោយតែក្រោតនៅក្នុងចិត្តហើយវាអត់មានអីដែលបុគ្គលនឹងមាននៅសេចក្តីសុខទេនិយាយជាទូទៅដូចព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គសម្ដែងទៅអីព្រះអង្គសម្ដែងឲ្យយើងនឹងស្គាល់ថាអាភាពនៃការគុំគួនអាភាពនៃការខឹងក្រោតហ្នឹងវាមិនមែនជាសេចក្តីសុខតាមផ្លូវចិត្តទេវាជាបាបជាអកុសលក៏ប៉ុន្តែយើងវាអន្សំទៅខ្លួនឯងហ្នឹងបាទហើយដល់ពេលយើងខឹងយើងមួម៉ៅយើងប្រកាន់ទុកទៅយើងទៅបន្ទោសគេថាមកពីអានេះមកពីអានោះវាធ្វើអេរិយាបថមិនល្អអញ្ចឹងមិនសម្លាញ់មិនពេញចិត្តឯងទេញាតិញោមពុទ្ធបរិស័ទឃើញទេវាទៅអញ្ចឹងទៅណាហើយយើងសួរថាណាជាអ្នកឲ្យយើងខឹងហ្នឹងយើងខ្លួនឯងសោះអញ្ចឹងវាចេញមកពីគំនិតខ្លួនឯងហ្នឹងហើយហើយបើយើងអត់ទើសអត់តាក់ទេវាអត់មានអីទេប៉ុន្តែភាគច្រើនចេញមកច្រើនតែអាការទើសតាក់អាការប្រកាន់ហ្នឹងយូរតែរស់នៅជាមួយគ្នាយូរវាទៅជាប្រកាន់រឿងអត់ហេតុផលណាបងអាហ្នឹងក៏មកខឹងមកស្អប់អារឿងតែគ្នាឯងហ្នឹងទៀតហ្នឹងដោយសារអីដោយសារតែយើងនឹងវាអត់បានដឹងហើយគុំទៅរកគ្រូណាអីធ្វើឲ្យបាត់នៅសេចក្តីខឹងក្រោតហ្នឹងបើយើងអត់រំលត់សេចក្តីខឹងក្រោតខ្លួនឯងផងហ្នឹងបងបើគ្មានមេត្តាគ្មានសេចក្តីអាណិតអីផងហ្នឹងគ្រាន់តែបង្រៀនគ្រាន់តែប្រាប់ថាយើងមានមេត្តាចំពោះសត្វដទៃមានមេត្តាករុណាមុទិតាឧបេក្ខាណោះហើយយើងរៀនផ្សាយមេត្តាចិត្តសូមឲ្យសត្វទាំងឡាយបាននៅសេចក្តីសុខក៏ប៉ុន្តែចិត្តរបស់ខ្លួនឯងនេះនៅមានតាណាគេហ៊ានតែនិយាយមិនល្អកាយវិការចរិតមិនល្អចេញមកខ្លួនឯងនេះចង់ចើមទុកបាត់ហើយហ្នឹងអាហ្នឹងអញ្ចឹងអត់មាននិយាយទៅលើបុគ្គលណាទេរឿងហ្នឹងវាជារឿងនៃធัวគេហៅថាតោសៈនៅក្នុងចិត្តនេះញាតិញោមពុទ្ធបរិស័ទហ្នឹងហើយរឿងបុគ្គលផ្សេងរឿងគាត់ខឹងរឿងគាត់អីអាហ្នឹងរឿងហ្នឹងយើងមើលឃើញអញ្ចឹងប៉ុន្តែវាជាតោសៈធัวហ្នឹងយើងមើលឃើញហ្នឹងណាអញ្ចឹងណាបងអញ្ចឹងយើងរៀនទៅយើងដឹងហើយអត់បាច់ចាំទៅបន្ទោសណាហើយគាត់ខឹងហ្នឹងក៏មិនមែនគាត់ដែរហ្នឹងហើយញាតិញោមពុទ្ធបរិស័ទគេនេះតោសៈទេហ្នឹងអញ្ចឹងប៉ុន្តែគ្រាន់តែយើងនិយាយដោយក្នុងនាមអញ្ចឹងទៅថាបើមិនមែនយើងខឹងណាគេអ្នកខឹងហ្នឹងវាត្រូវបើយើងគាត់សន្មត់ប៉ុន្តែបើនិយាយដោយបរមត្តហ្នឹងគឺធัวតោសៈហ្នឹងណាហ្នឹងហើយយើងរកសត្វបុគ្គលណាเนาะញាតិញោមហ្នឹងហើយឲ្យពិតប្រកបណាហ្នឹងប៉ុន្តែអាការសន្សំអាការសាងរបស់យើងហ្នឹងនៅក្នុងអាការចាប់ប្រកាន់នៅក្នុងការខឹងក្រោតហ្នឹងវាទៅហើយរកនៅសេចក្តីសុខអត់បានណាញាតិញោមហ្នឹងហើយណាអញ្ចឹងយើងគួរតែគិតណាអាការកង្វល់នៅក្នុងចិត្តរបស់យើងហ្នឹងមានស្អីខ្លះហូរហែមកកកោកเนาะញាតិញោមពុទ្ធបរិស័ទដូចជាការរៀបរាប់មកហ្នឹងអញ្ចឹងយើងរស់នៅក្នុងភាពកំហឹងឬក៏រស់នៅក្នុងភាពដែលត្រូវវឹកហាត់ឲ្យចិត្តនឹងបានសុខស្ងប់បើយើងរៀនមានចិត្តសុខស្ងប់ញាតិញោមពុទ្ធបរិស័ទមានធម៌មេត្តាប៉ុណ្ណានឹងអប់រំឲ្យសុខឲ្យស្ងប់ហើយយើងគុំចេះតែគិតសម័យរឿងដែលឥតប្រយោជន៍នឹងច្រើនពេកណាញាតិញោមពុទ្ធបរិស័ទនឹងយើងបាននៅសេចក្តីសុខ